មានបងប្អូនយើងគាត់សួរថាមូលហេតុអីបានជាខ្ញុំធ្វើចំហហើយចំហខ្ញុំស្អាតស្រាប់ហើយធ្វើទៅអីទៀតបើសិនជានិយាយពីហេតុផលវិញគឺមានហេតុផលបាទគឺថាគោលចំហរបស់ខ្ញុំនឹងគឺអង្គើហើយខ្ពស់ជ្រុលហើយសម្រាប់ចុងចំហរបស់ខ្ញុំវិញគឺវាវែងជ្រុលហើយក៏ខ្ពស់ជ្រុលធំជ្រុលហើយបងប្អូនអាចមើលរុនចំហខ្ញុំគឺថារុនចំហខ្ញុំគឺថាខុសគ្នាខ្លាំងមែនតើអញ្ចឹងអ្វីដែលធ្វើនេះមិនមែនធ្វើឲ្យខ្ពស់ឲ្យធំអីទេបងប្អូនគឺចង់ធ្វើឲ្យទូចជាងមុនទេហើយនៅក្នុងនោះផងដែរក៏មានហេតុផលរបស់ CEO TOE ដ៏ស្រស់ស្អាតនេះផងដែរបាទគឺថាគាត់មិនឲ្យកូនចៅគាត់មិនស្អាតបានទេគឺគាត់ចង់ឲ្យ perfect ជួយផ្ដល់ការងារឲ្យកូនចៅបានធ្វើមានប្រាក់ចំណូលប្រចាំខែហើយជួយណែនាំ KD Aesthetic Center ឲ្យកូនចៅបានធ្វើកាយសម្ផស្សឲ្យបានស្អាតទៀតបាទខ្ញុំពិតជាសំណាងមែននិយាយពាក្យពិតពាក្យត្រង់ចេញមកពីក្នុងចិត្តតែម្ដងណាហើយសួរថានៅពេលដែលខ្ញុំចាប់ផ្ដើមមកវះកាត់អញ្ចឹងប៉ះពាល់ដល់ការងារអត់ការងារផុសរឿងវាអត់មានប៉ះពាល់អីទេប៉ុន្តែជាទូទៅរាល់ផលិតផលដែលត្រូវចូល stock ឲ្យខ្ញុំត្រូវទៅថតប្រម៉ូទគឺថតអត់កើតដោយសារតែយើងនៅមានមុខរបួសអញ្ចឹងណាបងប្អូនហើយថ្ងៃហ្នឹងគឺចេញពីលៀងមុខរបួសមកគឺទៅផ្សារជីកម៉ុងដើម្បីរកទិញម្ហូបទិញបន្លែអីយកទៅទុកញ៉ាំអញ្ចឹងណាបងប្អូនរាល់បន្លែផ្លែឈើដែលខ្ញុំកំពុងតែទិញនេះគឺសិតតែដាំដុះនៅក្នុងប្រទេសយើងផ្ទាល់តែម្ដងគឺកសិករខ្មែរសុទ្ធសាធជាអ្នកធ្វើណាបងប្អូនហើយបន្តមកទៀតនេះគឺខ្ញុំកំពុងដើររកសាប៊ូកក់សក់ collagen បាទសាប៊ូកក់សក់ collagen គឺលក់នៅគ្រប់ផ្សារជីកម៉ុងទាំងអស់ទូទាំងប្រទេសកម្ពុជារបស់យើងណាបងប្អូនណាហើយមិនមែនមានតែនៅផ្សារជីកម៉ុងណាបងប្អូនគ្រប់ផ្សារទំនើបផ្សារធម្មតាទូទាំងប្រទេស25ខេត្តក្រុងគឺបងប្អូនអាចរកទិញជាមួយនឹងសាប៊ូកក់សក់ collagen យើងបានបាទគាត់ថាធ្វើដំណើរចេញពីផ្សារមកដល់ផ្ទះភ្លាមគឺថាយកសាប៊ូ collagen យកមកកក់សក់ភ្លាមតែម្ដងអត់រងចាំយូរទេសាប៊ូកក់សក់ collagen បងប្អូនដឹងស្រាប់ពីប្រសិទ្ធភាពរបស់សាប៊ូកក់សក់ collagen ប្រើភ្លាមបានផលភ្លាមហើយអ្វីដែលសំខាន់នោះគឺជួយបានជាមួយនឹងសក់ដាច់សក់ផុយសក់លេងពណ៌ហើយខូចជាពិសេសគឺសក់ដែលមានសុខភាពខ្សោយតែម្ដងអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ហើយក៏អរគុណដល់អតិថិជនរបស់ collagen ទាំងអស់គ្នា